ជំរាបសួស្តីអ្នកគ្នាចូលមកខ្ញុំដល់ទៀតហើយត្រឡប់មកកាន់ជាមួយនឹងវីដេអូថ្មីអ្នកគ្នាដឹងស្រាប់ហើយចិត្តដល់រដូវកាលចូលឆ្នាំខ្មែរត្រូវគាត់អញ្ចឹងអ្នកគ្នាមានគម្រោងថាទៅណាហើយឬនៅហើយបើអ្នកគ្នាមានគម្រោងទៅណាហើយតើអ្នកគ្នាផាត់មុខឬក៏តែងខ្លួនបែបម៉េចទៅកន្លែងដែលអ្នកគ្នាចង់ទៅអញ្ចឹងវីដេអូមួយនេះដែរខ្ញុំនឹងមកចែករំលែកពីទីសាស្ត្រខ្លះណាក្នុងការផាត់មុខឲ្យបានស្អាត simple but beautiful yes ហ្នឹងហើយចាំមុននឹងចូលដល់វីដេអូបង្រៀនហាត់ផាត់មុខរបស់ខ្ញុំអ្នកគ្នាគួរតែដឹងទម្រង់មុខរបស់អ្នកគ្នាសិនថាទម្រង់មុខអ្នកគ្នាជាទម្រង់មុខមូលពងកពើបេះដូងឬក៏ឆុងទម្រង់មុខរបស់ខ្ញុំគឺទម្រង់មុខមូលអ្នកគ្នាចឹងបើអ្នកគ្នាចង់ដឹងទម្រង់មុខរបស់អ្នកគ្នាជាទម្រង់មុខបែបម៉េចអ្នកគ្នាអាចចូលទៅក្នុង TikTok ហើយ search ហៅ filter នេះអ្នកគ្នាចឹងអ្នកគ្នាតែមើលថាទម្រង់មុខអ្នកគ្នាមិនបែបម៉េចហើយយើងចូលដល់វីដេអូបង្រៀនផាត់មុខរបស់ខ្ញុំតគ្នាsunscreen គេច្រើនត្រូវដាក់ពីម្រាមដៃអ្នកគ្នាអ្នកគ្នាត្រូវទៅណាមានកម្ដៅថ្ងៃច្រើនអ្នកគ្នាត្រូវដាក់ពីម្រាមដៃយ៉ាងច្រើនតិចច្រើនជាងមុនតិចហើយទៅខ្ញុំអ្នកគ្នាវិញខ្ញុំទៅយកទៅយកខំហើយខ្ញុំទីអ្នកគ្នាយកទៅគូសាំអ្នកគ្នាហាត់យ៉ាងហើយយើងតឡើងនេះកុំឲ្យវាដឹកពេកហើយខ្ញុំហាត់ពីឡើងនេះនេះមកខ្ញុំផាត់ឡើងផ្នែកយើងម្ដងហើយផាត់ឡើងនោះយើងទាញច្រមុះរបស់យើងមកយើងផាត់ឡើងច្រមុះយើងផាត់នេះនេះវ៉ាសតនេះnó khi mình chụp là khi quay chụp bàn mìnhយកដៃជូតវាtomorrow ខ្ញុំ control បែបចាand then យកបសមកយកដៃជូតនេះវាបងនេះបងនេះខ្ញុំផាត់ខាងក្រោមអ្នកគ្នាអូ my god អ្នកគ្នាពេលឆនគេដាក់អា color ខ្មៅៗឡើងនៅក្រោមផ្នែកលេងខ្ញុំត្រូវយកម្រាមដៃដាក់នេះដល់ផ្នែករបស់ខ្ញុំដាក់យកពណ៌ខ្សអ្នកគ្នាខ្ញុំដាក់នៅកណ្ដាលហើយយើងអស់វាអត់អងម៉ាស្ការ៉ាមានម៉ាស្ការ៉ាទូចលៀបក្រុមផ្នែកគឺឈុតសំខាន់ជាងគេអ្នកគ្នាឈុតអ្នកគ្នាចង់ឲ្យផ្នែកអ្នកគ្នាធំអ្នកគ្នាថប់គប់គូឡើងលើថ្ងៃនេះគឺ special មកវ៉ាវស្អាត300 degree ចាំខ្ញុំផាត់តិចព្រោះវាមានធ្វើការទៀតកាលអ្នកគ្នាត្រូវការគូនចំអីអ្នកគ្នាអាចធ្វើតាមនេះបានទៅតាមទម្រង់មុខរបស់អ្នកគ្នាថាមុខអ្នកគ្នាសមនឹងគូនចំបែបណាខ្ញុំផាត់ព្រោះខ្ញុំទម្រង់មុខមូលចឹងខ្ញុំត្រូវផាត់ធ្វើមាត់ចង់ហើយដាក់ដៃចង់ហើយខ្ញុំផាត់លើនេះអ្នកគ្នាទម្រង់មុខមូលដែរអ្នកគ្នាអាចធ្វើតាមខ្ញុំបានបើអ្នកគ្នាទម្រង់មុខផ្សេងៗអ្នកគ្នាត្រូវផាត់តាមនេះអ្នកគ្នាឃើញអត់ឃើញខុសគ្នាខ្លាំងមកលាបក្រែមថ្ងៃខ្ញុំអ្នកគ្នា
ក្រែនហ្នឹងលាបទៅវាកុំឲ្យវាខ្មៅមាត់តែវាមានពណ៌ដែរទុករៀងយូរតិចទុកវាមានពណ៌អាចដាក់នេះគូចំវិញមាត់របស់យើងនេះក្រែមឲ្យវាឡងឃើញឡងOh my god ឥឡូវខ្ញុំ Oh my god ណាឃ្លីវីដេអូមួយនេះសង្ឃឹមថាជួយដល់អ្នកគ្នាហើយអ្នកគ្នាកុំភ្លេចជួយចែកម្លែក share វីដេអូនេះទៅដល់អ្នកដែលគាត់ចង់ improve លើការផាត់មុខគាត់ហើយចង់ស្អាតជាងមុនអីចឹងទៅដើរលេងចូលឆ្នាំខ្មែរអញ្ចឹងទៅអ្នកគ្នាអញ្ចឹងកុំភ្លេចអ្នកគ្នាជួយចុច like និង subscribe ចុច follow ម្នាក់មួយហងបើអ្នកគ្នាចូលចិត្តវីដេអូនេះអូខេបាយបាយជួបគ្នាមួយខ្ញុំនៅវីដេអូក្រោយ